លោកអ៊ុំសំអានធ្លាប់សំពះអង្វរឲ្យលោកហ៊ុនម៉ាណែតចុះចេញពីតំណែងណាដើម្បីឲ្យមានអ្នកថ្មីណាគេមកដើម្បីប្តឹងថៃទៅតុលាការអន្តរជាតិប៉ុន្តែរដ្ឋាភិបាលមិនត្រឹមតែមិនយកចិត្តទុកដាក់ឲ្យទៅថាលោកអ៊ុំសំអាននឹងប៉ាត់ណាប៉ាត់ណីទៀតឥឡូវលោកអ៊ុំសំអានចេញសារនៅលើបណ្ដាញសង្គម Facebook គាត់ថ្ងៃនេះគាត់និយាយថាដើម្បីទាមទារយក2/3នៃកោះកុដនិងដែនសមុទ្រទំហំ4000គីឡូម៉ែត្រការ៉េមកវិញគឺមានតែមានមេដឹកនាំថ្មីទើបកម្ពុជាអាចប្តឹងទៅតុលាការអន្តរជាតិបានលោកថាយើងសូមអបអរសាទរដែលថៃបានលុបចោលអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ព្រោះវាបើកឱកាសឲ្យកម្ពុជាប្តឹងថៃទៅតុលាការអន្តរជាតិដើម្បីទាមទារយក2/3នៃកោះកុដនិងដែនសមុទ្រទំហំ4000គីឡូម៉ែត្រការ៉េដែលលោកសុកអានបានកាត់ឲ្យថៃយកមកវិញលោកបន្តទៀតថាក៏ប៉ុន្តែទាល់តែមានមេដឹកនាំថ្មីទើបកម្ពុជាអាចប្តឹងថៃទៅតុលាការអន្តរជាតិដើម្បីទាមទារដី2/3នៃកោះកុដនិងដែនសមុទ្រទំហំ4000គីឡូម៉ែត្រការ៉េដែលលោកសុកអានបានកាត់ឲ្យថៃត្រឡប់មកវិញនោះប្រសិនបើពឹងលើលោកហ៊ុនម៉ាណែតគាត់នឹងមិនប្តឹងថៃទៅតុលាការអន្តរជាតិនោះទេហើយគាត់ក៏មិនទាមទារយក2/3នៃកោះកុដនិងដែនសមុទ្រទំហំ4000គីឡូម៉ែត្រការ៉េដែលលោកសុកអានបានកាត់ឲ្យថៃត្រឡប់មកវិញនោះដែរលោកបន្តនៅក្នុងន័យនេះគឺជាការខកចិត្តបាទតែយ៉ាងណាឥឡូវខ្ញុំឆ្លេះរឿងនេះមួយឡែកសិនបងប្អូនយើងនៅតែខកចិត្តទៀតចុះហើយរដ្ឋាភិបាលកម្ពុជាក៏គេមិនតនេដៃនៅក្នុងការដែលស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថានឹងមានដំណោះស្រាយនេះដែរបាទប៉ុន្តែបងប្អូនចាំមើលតទៅទៀត